នេះគឺជាពិធីបុណ្យឡើងមេឃ ប៉ុន្តែបងប្អូនភាគច្រើនតែងតែហៅពិធីបុណ្យភូមិចុចដល់នេះកាលពីម្សិលមិញខ្ញុំបានជិះម៉ូតូដើរលេងតាមប្រាសាទបាគងហើយក៏បានឆ្លងកាត់ភូមិចំបក់ឃុំរលួសក៏ឃើញពិធីនេះក៏ចាប់ផ្ដើមធ្វើឡើងហើយនៅពេលដែលខ្ញុំទៅដល់ហ្នឹងឃើញគេរាំលេងសប្បាយបាត់ទៅហើយក៏ឃើញមានគេហែជុំវិញភូមិចំនួនមួយជុំធំដែរកម្មវិធីនេះឡើងគឺគេធ្វើអញ្ចឹងតែលក្ខណៈថាដូចជាយក្សដូចជាខ្មោចបិសាចអីចឹងទៅដើម្បីដេញឧបទ្រពចង្រៃចេញពីភូមិហើយបងប្អូនមួយចំនួនការវីដេអូដែលខ្ញុំបានផុសមុនអ្នកខ្លះក៏គេមានការរិះគន់ទៅអ្នកខ្លះគេថាក៏ជាទម្លាប់ទម្លាប់ប្រពៃណីរបស់អ្នកភូមិស្រុកប្រាសាទបាគងនេះផងដែរហើយមុននឹងខ្ញុំថតបង្ហោះចែកជូនពុកម៉ែបងប្អូនទស្សនាហើយខ្ញុំក៏បានស៊ើបសួរអ្នកភូមិជាពិសេសគឺចាស់ៗនៅតាមតំបន់នោះផងដែរថាកម្មវិធីនេះគឺជាពិធីបុណ្យឡើងមេឃឬមួយក៏ឡើងអ្នកតាអ្នកខ្លះក៏ហៅបុណ្យភូមិអញ្ចឹងទៅប៉ុន្តែតាមទម្លាប់ទម្លាប់អ្នកស្រុកសៀមរាបគេហៅថាពិធីបុណ្យឡើងមេឃហើយឡើងមេឃនេះដែរការតុបតែងខ្លួនរបស់ប្រជាពលរដ្ឋនៅតាមតំបន់ហ្នឹងយាយម្នាក់ក៏ខ្ញុំក៏បានថតសម្លេងគាត់ផងដែរដោយសារគាត់ថាគាត់មានកម្មវិធីនេះគឺមានតាំងពីគាត់នៅតូចតាំងពីគាត់កើតមកគឺឃើញគេតែងខ្លួនបែបនេះសូម្បីតែគាត់នៅកំមុំនៅចាស់ក៏ដោយក៏គាត់ធ្វើបែបនេះដែរតែឥឡូវនេះមានក្មេងៗតជំនាន់គ្នាតាមអ្នកស្រុកអ្នកភូមិហើយអ្នកខ្លះក៏មិនសប្បាយចិត្តឃើញរំញ៉ៃញ៉ៃគូតលីលាក៏ចូលខមមិនថាមិនល្អមិនអីទៅប៉ុន្តែខ្ញុំមុននឹងបង្ហោះក៏ខ្ញុំបានស៊ើបសួរដែរថានេះគឺជាទំនៀមទម្លាប់ប្រពៃណីអ្នកភូមិចំបក់ហើយខ្ញុំបន្តនេះគឺនៅភូមិចំបក់ឃុំរលួសស្រុកប្រាសាទបាគងហើយនៅខែបន្តទៀតដូចជាតាមខ្ញុំដឹងនៅខែ2ខែកុម្ភៈនៅថ្ងៃទី7 8ហើយនៅថ្ងៃទី14 15នៅភូមិច្រេះហើយនៅភូមិផ្សេងទៀតខ្ញុំនឹងបង្ហាញប្រាប់ពុកម៉ែបងប្អូននៅពេលក្រោយនេះដែរខ្ញុំមើលទស្សនវិជ្ជាពេលនេះទៅខ្ញុំមើលដូចជាការខ្ញុំមើលក្មេងៗអញ្ចឹងឃើញនៅតាមភូមិស្រុកគេហែរំលេងសប្បាយអញ្ចឹងទៅណាបើសិនមានការខុសឆ្គងខ្ញុំនិយាយទៅមិនត្រឹមត្រូវសូមបងប្អូនជួយខមមិននៅខាងក្រោមផងអរគុណច្រើនជម្រាបលាបាយបាយ